ដកដួលរំជួចាត់ខ្លាំងពេករ៉េនឌីតារ៉ាលុតចង្គង់ថ្វាយបង្គំវីរៈកងទ័ពដែលបាត់បង់ភ្នែកទាំងគូនៅក្នុងមន្ទីរពេទ្យខណៈលោកស្រីមករាមុំដែលជាម្ចាស់ជំនួយដាក់ចំមិនទុកចាំស្អែកថាខ្ញុំប្អូនរបស់គាត់បងអូនរបស់គាត់បាទអូនថ្លៃបាទអាការៈបងប្រុសចាំមិនឥឡូវបងគាត់របួសគាត់ប្រសើរជាងមុនបងតែស្ថានភាពភ្នែកគាត់គឺអត់ទាន់ប្រសើរអញ្ចឹងណាបងអត់ទាន់ប្រសើរទេបាទតែសម្រាប់ការញ៉ាំការអីមិនដែរបងគាត់ទទួលទេបានទទួលទានបានតិចតួចណាបងអូទទួលបានតិចតួចនេះនឹងគាត់នៅតែឈឺឬក៏មិនបងឈឺបងឈឺរាល់ថ្ងៃឈឺរាល់ថ្ងៃបាទអូមុខគាត់ឡើងនេះតែម្ដងណាបងបាទឡើងត្រូវឡើងឆប់មុខហ្មងបងបាទមានសល់កន្លែងណាទេបងមុខគាត់ដោយសារតែខ្លោចចិត្តអាណិតបងប្រុសវីរៈកងទ័ពដែលលះបង់ឈាមស្រស់សាច់ស្រស់ការពារជាតិមាតុភូមិរហូតដល់បាត់បង់ភ្នែកទាំងសងខាងបានធ្វើឲ្យលោកស្រីមករាមុំម្ចាស់ប្រេន MKM បានចាត់ចែងឲ្យកំឡោះសង្ហាលោករ៉េនីតារ៉ាដែលជា BA ក្រុមហ៊ុនរបស់ខ្លួនយកអំណោយទៅឲ្យជំនួសព្រោះតែលោកស្រីមានបញ្ហាសុខភាពបន្តិចបន្តួចមិនអាចទៅបានទៅដល់មន្ទីរពេទ្យភ្លាមកំឡោះសង្ហារ៉េនីតារ៉ាក្តុកដួលរំជួសចិត្តយ៉ាងខ្លាំងពេលឃើញសភាពវីរៈកងទ័ពកេងលក់ស្ដុកស្ដឹងបាត់បង់ភ្នែកទាំងគូដោយលោកបានលុតជង្គង់ថ្វាយបង្គំវីរៈកងទ័ពភ្លាមតែម្ដងដើម្បីជាការដឹងគុណលោករ៉េនីតារ៉ាបាននិយាយថាបាទថ្ងៃនេះខ្ញុំតំណាងឲ្យបងស្រីមករាមុំបងពីខាងមានផលិតផលខ្មែរតែមួយគឺយកទឹកប្រាក់ក៏ដូចជាផលិតផលក៏តិចតួចជូនដល់បងប្រុសវីរៈកងទ័ពបាទដែលបានបាត់បង់ភ្នែកទាំងគូបាទបងបាទដោយសារការពារជាតិមាតុភូមិយើងបាទថ្ងៃនេះថវិកាប្រហែលដែរជូនទៅដល់បងថ្ងៃនេះបងស្រីមករាមុំឲ្យខ្ញុំយកមកជូនបងប្រុសចំនួនបាទ1,600,000បងបាទ1,600,000បាទដែលយើងឆ្នាំហៅថា1,60,000បាទបងបាទចង់ដឹងថាបងទៅជាអ្វីជាមួយគាត់ដែរបងខ្ញុំប្អូនរបស់គាត់បងអូនរបស់គាត់បាទអូនថ្លៃបាទអាការៈបងប្រុសចាំមិនឥឡូវបងគាត់របួសគាត់ប្រសើរជាងមុនបងតែស្ថានភាពភ្នែកគាត់គឺអត់ទាន់ប្រសើរអញ្ចឹងណាបងអត់ទាន់ប្រសើរទេបាទតែសម្រាប់ការញ៉ាំការអីមិនដែរបងគាត់ទទួលទេបានទទួលទានបានតិចតួចណាបងអូទទួលបានតិចតួចនេះនឹងគាត់នៅតែឈឺឬក៏មិនបងឈឺបងឈឺរាល់ថ្ងៃឈឺរាល់ថ្ងៃបាទអូមុខគាត់ឡើងនេះតែម្ដងណាបងបាទឡើងត្រូវឡើងឆប់មុខហ្មងបងបាទមានសល់កន្លែងណាទេបងមុខគាត់អញ្ចឹងតើគ្រូពេទ្យអាចឲ្យគាត់ចេញទៅផ្ទះបាននៅពេលណាដែរអត់ទាន់ដឹងទេបងព្រោះអីគ្រូពេទ្យក៏អត់ទាន់បញ្ជាក់ទេបងណាបាទអត់ទាន់បញ្ជាក់ណាបងណាបាទគឺនៅព្យាបាលនៅអង្គដូមនេះតែម្ដងបាទបងបាទអូនមានអ្វីនិយាយទៅកាន់បងប្រុសថាហើយបាទដំបូងសូមអរគុណដល់បាទបងប្រុសបងស្រីដែលគាត់បានអនុញ្ញាតឲ្យខ្ញុំក៏ដូចជាបងប្រុសបានចូលមកជួបបងប្រុសផ្ទាល់ហើយជាពិសេសយើងបានយកទាំងទឹកប្រាក់ទាំងអំណោយតិចតួចបាទជូនទៅដល់វីរៈកងទ័ពយើងហើយជាចុងក្រោយខ្ញុំអត់មានពាក្យពេចន៍អីច្រើនក្រៅពីចង់ប្រាប់ថាបងប្រុសគាត់ធ្វើបានល្អហើយគាត់អស្ចារ្យមែនតើជីវិតរបស់បាទសម្រាប់គុណខ្មែរគ្រប់បាទដែលគាត់បានលះបង់សាច់ស្រស់ឈាមស្រស់ការពារជាតិមាតុភូមិពីការឈ្លានពានរបស់កងទ័ពសៀមបាទចឹងអរគុណច្រើនបងណាបាទក្រោយឃើញសកម្មភាព BA ខាងលើបានធ្វើឲ្យលោកស្រីមករាមុំនិយាយទៅកាន់លោករ៉េនីតារ៉ាថាប្អូនប្រុសពិតជាល្អខ្លាំងណាស់នេះជាគំរូមួយបងអរគុណច្រើនដែលអូនជួសមុខឲ្យបងយកថវិកានិងផលិតផលទៅជូនលោកពូវីរៈកងទ័ពដែលពិការភ្នែកនៅថ្ងៃនេះខ្មែរជួយ